สไตรម្នាក់សារភាពថាបាននាំចូលទុរេនថៃតាមច្រកព្រំដែនខណៈសមត្ថកិច្ចខេត្តបាត់ដំបងបើកការស៊ើបអង្កេតបន្ទាប់ពីមានការធ្លាយសម្លេងបាត់ដំបងករណីការនាំចូលទុរេនពីប្រទេសថៃដោយខុសច្បាប់បានក្លាយជាប្រធានបទក្តីគគុកបន្ទាប់ពីស្ត្រីម្នាក់ឈ្មោះសាក់ឡែនីរីហៅអាឡែនបានចូលខ្លួនបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកាលពីថ្ងៃទី4ខែឧសភាឆ្នាំ2026ការចូលបំភ្លឺនេះធ្វើឡើងក្រោយពីមានការបែកធ្លាយសម្លេងលើបណ្ដាញសង្គមដែលបង្ហាញពីសកម្មភាពនាំចូលទុរេនពីថៃមកលក់នៅកម្ពុជាការសារភាពនិងដំណើរការនាំចូលនៅចំពោះមុខសមត្ថកិច្ចស្ត្រីរូបនេះបានទទួលស្គាល់ថាសម្លេងដែលបែកធ្លាយនោះពិតជារបស់នាងមែននាងបានរៀបរាប់ថាក្នុងអំឡុងខែមេសារហូតដល់ដើមខែឧសភាឆ្នាំ2026នាងបានទាក់ទងជាមួយដៃគូជនជាតិថៃដើម្បីទិញទុរេនចំនួន3លើកដែលមានទម្ងន់សរុបប្រមាណ2តោននាងបានបញ្ជាក់ថាទុរេនទាំងនោះត្រូវបានភាគីថៃបញ្ជូនតាមព្រំដែនមុនពេលនាងទទួលយកនៅខេត្តបាត់ដំបងរួចបន្តដឹកជញ្ជូនទៅលក់ឲ្យអតិថិជនដល់ខេត្តកំពង់ចាមទោះជាយ៉ាងណាស្ត្រីរូបនេះបានអះអាងថាខ្លួនមិនបានដឹងច្បាស់ពីនីតិវិធីនៃការនាំចូលឬច្រករបៀងណាមួយដែលទំនិញទាំងនោះឆ្លងកាត់បាននោះទេដែលនាងគ្រាន់តែលើកឡើងពីឈ្មោះច្រកកាប៊ីនប៉ុណ្ណោះចំណាត់ការរបស់អាជ្ញាធរលោកអឹមកុសលអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាក់ថាសមត្ថកិច្ចមិនទាន់អាចបញ្ជាក់បានទេថាច្រកកាប៊ីនដែលស្ត្រីរូបនោះបានលើកឡើងគឺជាច្រកអ្វីឲ្យប្រាកដដូច្នេះសមត្ថកិច្ចនឹងបន្តស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីកំណត់អត្តសញ្ញាណច្រកព្រំដែនដែលបានអនុញ្ញាតឲ្យទំនិញនេះឆ្លងកាត់និងស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតជុំវិញករណីនេះលោកសុកលូអភិបាលខេត្តបាត់ដំបងបានបញ្ជាឲ្យកម្លាំងជំនាញអនុវត្តច្បាប់យ៉ាងតឹងរឹងលោកបញ្ជាក់ថាកម្លាំងសមត្ថកិច្ចមានភារកិច្ចទប់ស្កាត់រាល់ទំនិញដែលរាយរដ្ឋាភិបាលហាមឃាត់មិនឲ្យនាំចូលនិងបន្តស្រាវជ្រាវរកឲ្យឃើញថាពីប្រភពនិងឫសគល់នៃការបំពាននេះមហាជនទន្ទឹងរង់ចាំការពិតទោះបីជាការបំភ្លឺរបស់សាមីខ្លួនបានឆ្លើយតបនឹងសំណួរមួយចំនួនក៏ដោយក៏មតិមហាជននៅតែបន្តតាមដាននិងទាមទារឲ្យអាជ្ញាធរបង្ហាញលទ្ធផលស៊ើបអង្កេតឲ្យបានច្បាស់លាស់សាធារណជនចង់ដឹងថាតើទុរេនថៃអាចជ្រៀតចូលមកកម្ពុជាដោយរបៀបណាតើមានមន្ត្រីឬអ្នកមានអំណាចណាមួយនៅពីក្រោយខ្នងការនាំចូលខុសច្បាប់នេះដែរឬទេហើយអ្នកពាក់ព័ន្ធនឹងត្រូវទទួលខុសត្រូវចំពោះច្បាប់យ៉ាងណាខ្លះ